ឲ្យទៅពេលតនេអបសុកប្រចង់សប្តាហ៍ខ្ញុំតែងតែតចការទៅតាមមាត់អូរហូតមនុស្សខ្ញុំគឺចូលចិត្តដើរព្រៃណាដើរព្រៃហ្នឹងมันអត់ប្រយោជន៍ទេមកវិញគឺដឹងតែបានមកហូបតែម្ដងព្រោះនៅតាមស្រុកស្រែចកាឲ្យទៅចូលព្រៃគឺมันអត់ទេរបស់ហូបហើយអ្វីដែលសំខាន់គឺសិតតែរបស់ធម្មជាតិទៀតហើយមួយវិញទៀតនៅតាមស្រុកស្រែចកាស្រួលនៅពេលដែលថាយើងដាច់ថវិកាអីចឹងណាយើងអាចរកមកហូបតាមព្រៃជំនួសមកពេលបានដូចថ្ងៃនេះជាដើមគឺក្រុមនេះមិនមែនថាខ្ញុំមិនដែលជីកទេក៏ខ្ញុំបានធ្លាប់បង្ហាញវីដេអូជាច្រើនទៅដល់បងពូមីងហើយកុំតែងតែមានអ្នកខ្លះក៏គិតជឿអ្នកខ្លះក៏គិតអត់ជឿអ្នកខ្លះគាត់ថាអត់ជឿទេមិនដែលក្រុមណាយកទៅកប់ទុកក្នុងដីទេក្រុមធ្លាប់តែរាវនៅក្នុងទឹកចាអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងបានតែសម្រាប់អ្នកខ្លះក៏គិតធ្លាប់ជីកក៏គិតជឿអញ្ចឹងទៅប៉ុន្តែខ្ញុំជឿថាពាក្យច្រើនគឺគាត់អត់ដឹងទេថាក្រុមក្រាំងហ្នឹងវានៅបែបណាព្រោះភាគច្រើនយើងធ្លាប់តែរាវនៅក្នុងទឹកមែនអត់ប៉ុន្តែថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនម្ដងទៀតពីរបៀបរកក្រុមព្រោះខ្ញុំធ្លាប់ធ្វើវីដេអូច្រើនដងហើយក៏នៅតែបងប្អូនគាត់ចង់ឲ្យខ្ញុំធ្វើវីដេអូជីកក្រុមប៉ុន្តែខ្ញុំមិនដែលបានមានពេលតនេមកជីកទេបងប្អូនអើយដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយថ្ងៃនេះក៏បានធ្វើវីដេអូបង្ហាញជូនអំពូមីងមើលម្ដងទៀតដោយសារមានសំណុំពរពីសំណាក់អំពូមីងដែលគាត់ខមមិនថាចង់ឲ្យខ្ញុំធ្វើវីដេអូជីកក្រុមឲ្យបានច្រើនព្រោះគាត់ចង់ចេះរកក្រុមដែរអញ្ចឹងណាបងប្អូនហើយរបៀបរកក្រុមក្រាំងនេះវាមិនមែនជាការងាយស្រួលអីប្រហែលទេបើសិនជាយើងគ្មានជំនាញបើសិនជាយើងមិនធ្លាប់រកក៏អត់អាចរកវាឃើញទេបងប្អូនវាមិនមែនក្រុមនេះវាមិនដូចក្តាមទេបើក្តាមវាមានរន្ធយើងសម្គាល់ថានេះគឺជារន្ធក្តាមជីកទៅគឺប៉ះក្តាមប៉ុន្តែសម្រាប់អារឿងក្រុមក្រាំងនេះគឺវាអត់មានរន្ធទេបងប្អូនវាកប់ទុកនៅក្នុងដីតែម្ដងកប់នៅក្នុងដីប៉ុន្តែបើសម្រាប់តំបន់បងប្អូនផ្សេងខ្ញុំអត់ដឹងទេធ្លាប់ឃើញគេធ្វើវីដេអូក្រុមនេះគឺមានប្រឡោះរន្ធវាមានមិត្តកាយ៉ៅមិត្តវាតែសម្រាប់ក្រុមខាងខ្ញុំនេះអត់មានកាយ៉ៅមិត្តវាអត់មានរន្ធទេបងប្អូនអើយគឺវានៅក្រាំងតាមមិត្តច្រាំងចេះបើសិនជាមានរន្ធគឺវាអាចងាយស្រួលរួប៉ុន្តែនេះអត់មានរន្ធទេហើយវាមានតែតាមមាត់អូនៅតំបន់ណាដែលថាមានគល់ឈើច្រើនអញ្ចឹងណាបើសិនជាតំបន់ណាកន្លែងដែលស្រឡះវាអត់នៅដែរអាសត្វក្រុមនេះវានៅចូលចិត្តនៅតែតាមញកឈើអញ្ចឹងនេះគឺជាសកម្មភាពដែលឲ្យខ្ញុំកំពុងតែរੂក្រុមអញ្ចឹងណាហើយឲ្យខ្ញុំនេះឲ្យទៅលឺខ្ញុំថាចង់ដើរព្រៃចង់មករੂក្រុមគឺជូនមករហូតបងប្អូនហើយមកនេះគឺមកទៅជាមួយឪទេបើម៉ែគាត់អត់សូវមកជាមួយទេម៉ែអត់គាត់អត់សូវដើរព្រៃទេគាត់អត់សូវចេះរស់ទេក្រុមបើឲ្យខ្ញុំគឺជំនាញហើយឲ្យខ្ញុំអាសាណាអត់ចេះខ្ជិលទេឲ្យទៅលឺកូនថាចង់ចូលព្រៃចង់ទៅរកក្រុមរកអីមិនដឹងទៅជូនមកប៉ុណ្ណឹងត្រាក់មកហើយពីអ្នកឲ្យកូនណាជាមួយនឹងក្មួយទៀតហើយថ្ងៃនេះក៏បានក្រុមគួសមឲ្យថាជីកប៉ុណ្ណេះហើយព្រោះយើងកុំឲ្យជីកច្រើនពេកជីកល្មមថាមកហូបមកជីករឿងថ្ងៃក៏មិនដែលបានលក់ទេមានបងប្អូនជាច្រើនឆាតមកសុំទិញចង់ឲ្យខ្ញុំជីកក្រុមលក់ឲ្យបងប្អូនហើយអត់មានពេលតនេមកជីកហើយណាមួយក្រុមនេះក៏វាជីកមិនងាយបានទេតែរំថាបានបង្កត្រកនេះជីកឡើងចង់1ម៉ោងមិនបានបើប៉ះកន្លែងណាដែលសម្បូរក៏យើងបានច្រើនប៉ះនៅកន្លែងណាមិនសម្បូរក៏វាអត់សូវបានអញ្ចឹងណា